និទានរឿងព្រេងខ្មែរនាងចង់បានប្តី100នាក់ជួបជុំគ្នាកាលពីបុរាណកាលមកមាននាងក្រមុំម្នាក់ឈ្មោះសុជាតិស្រស់សោភាខលម៉ាស់មានមនុស្សចង់សុំរៀបការជ្រៀងមករាប់រយនាក់តែនាងមិនព្រមសុំនរណាសោះថ្ងៃមួយនាងអង្គុយសំលឹងមើលផ្ទៃមេឃក៏ហើបខ្សឹបខ្សាយថាបើខ្ញុំអាចមានប្តី100នាក់ម្នាក់ជាស្ដេចម្នាក់ជាអ្នកមានម្នាក់ជាអ្នកប្រាជ្ញម្នាក់ជាវីរបុរសនោះខ្ញុំនឹងសប្បាយចិត្តណាស់ព្រះអិនបាននឹកសម្ដីនាងក៏ញញឹមឲ្យប្រោះប្រទានឲ្យនាងបានតាមចិត្តខ្សែទឹកមកភ្លាមនោះមានបុរសសង្ហា100នាក់ម្នាក់មានគុណសម្បត្តិខុសៗគ្នាមកឈរជុំនាងទាំងអស់និយាយថាអោនាងសុជាតិយើងខ្ញុំទាំង100នាក់នេះជាប្តីរបស់នាងហើយនាងសុជាតិរីករាយខ្លាំងជាដំបូងតែមិនទាន់បានប៉ុន្មានថ្ងៃទេបញ្ហាក៏ចាប់ផ្ដើមប្តីទី1ស្ដេចចង់ឲ្យនាងនៅវាំងមិនឲ្យចេញទៅណាប្តីទី2អ្នកមានចង់ឲ្យនាងទៅលេងកោអេណាយសមុទ្រប្តីទី3អ្នកប្រាជ្ញចង់ឲ្យនាងអង្គុយអានសៀវភៅជាមួយគាត់ពីថ្ងៃត្រង់ដល់ព្រឹកប្តីទី4វីរៈបុរសចង់ឲ្យនាងជិះសេះទៅច្បាំងជាមួយប្តីទី99អ្នកនេសាទចង់ឲ្យនាងទៅជួយដាក់មងនៅពេលព្រលឹមប្តីទី100តន្ត្រីករចង់ឲ្យនាងរាំជាមួយគាត់ពីរាត្រីដល់ព្រឹកនាងសុជាតិរត់ទៅណាក៏មានប្តីម្នាក់តាមមកអោថានាងទៅណាខ្ញុំជាប្តីនាងមិនអាចទៅតែម្នាក់ឯងបានទេនាងញ៉ាំអីមានម្នាក់មកប្រច័ណ្ឌនាងដេកសម្រាកមានម្នាក់មករំខាននាងទៅបំពេញបុណ្យទានក៏មានប្តីមួយចំនួនតាមមកឆ្លោះគ្នានៅមុខវត្តថានាងជាប្រពន្ធខ្ញុំមិនអោយឯងកាន់ដៃជាចុងក្រោយនាងសុជាតិអស់សង្ឃឹមរត់ទៅអង្វរព្រះអិនថាលោកម្ចាស់សូមដកប្តីខ្ញុំចោលឲ្យនៅតែម្នាក់ទេ100នាក់ច្រើនពេកហើយព្រះអិនញញឹមឆ្លើយថាកូនចង់បាន100នាក់ឥឡូវចង់បានម្នាក់តើមួយណាទៅជាអ្នកល្អជាងគេនាងឆ្លើយភ្លាមម្នាក់ទេដែលស្រឡាញ់ខ្ញុំតែម្នាក់គត់ហើយខ្ញុំក៏ស្រឡាញ់គាត់តែម្នាក់គត់ព្រះអិនក៏ធ្វើមុនអាគារបុរស99នាក់ក៏រលាយបាត់ទៅនៅសល់តែបុរសម្នាក់ដែលមានចិត្តស្មោះត្រង់បំផុតនៅចិត្តនាងគាត់មិនមែនស្ដេចមិនមែនអ្នកមានមិនមែនវីរៈបុរសដ៏ល្បីល្បាញទេគាត់គ្រាន់តែជាបុរសធម្មតាដែលស្រឡាញ់នាងដោយមិនតែងតែបង្អួតខ្លួនតាំងពីពេលនោះមកនាងសុជាតិដួលនៅសប្បាយចិត្តជាមួយប្តីតែម្នាក់គត់ហើយតែងនិយាយប្រាប់ក្មេងៗថាចង់បានច្រើនមិនស្មើចង់បានតែម្នាក់ដែលល្អពិតប្រាកដទេចប់និទានសិលធម៌ចំណងច្រើនពេកជួនកាលនាំមកតែទុក្ខស្នេហ៍ពិតមិនវាស់ដោយចំនួនតែវាស់ដោយភក្តីភាពនិងការយល់ចិត្តគ្នាទៅវិញទៅមក